បាទអញ្ចឹងដំបូងយើងចូលមកកាន់កម្មវិធី Coupang យើងមកបន្ទាប់មកបងប្អូនចូលមកកាន់រូបក្បាលមនុស្សរូបមនុស្សបាទបន្ទាប់មកបងប្អូនមើលទៅលើខាងលើស្ដាំដៃគេមានដាក់រូបកងចក្រចុចកន្លែងហ្នឹងមកបាទបន្ទាប់មកបងប្អូន scroll អូសមកក្រោមតែគេដាក់រូបសោគេដាក់ថា Poan Nyot Pro Kuin ចុចកន្លែងហ្នឹងមកបាទបន្ទាប់មកចំណុចកន្លែងនេះគឺគេឲ្យយើងដាក់ password Coupang របស់យើងកាលដែលយើងបង្កើត Coupang ហ្នឹង password យើងគឺយើងបង្កើត password អីគេអញ្ចឹងបងប្អូនត្រូវចាំហើយយក password ហ្នឹងយកមកដាក់ log in នៅក្នុងហ្នឹងមកបាទអញ្ចឹងខ្ញុំធ្វើការដាក់ password របស់ខ្ញុំបាទបន្ទាប់ពីយើងដាក់ password របស់យើងរួចរាល់យើងចុចកន្លែងគេដាក់ថា login ចុច login មកសុំទោសខ្ញុំវាយ password ខុសខ្ញុំដាក់ password ភាសាទៀតបាទបន្ទាប់ពីយើងដាក់ password យើងរួចយើងដាក់ login នោះមកបាទពេលដែលយើងចុច login ហើយយើងនឹងឃើញប្រព័ន្ធទូរស័ព្ទរបស់យើងដែលគេដាក់ថាពណ៌ខៀវហ្នឹងHyunjae Sayong Chung បានន័យថាកំពុងតែប្រើប្រាស់អ្នកដែលកំពុងប្រើប្រាស់ហ្នឹងគឺប្រព័ន្ធនេះគេគឺ iPhone ហើយយើងមើលទៅគេចូលប្រើប្រាស់ហ្នឹងថ្ងៃណា2025ខែ8ថ្ងៃទី15ថ្ងៃសុក្រម៉ោង 12:05 នាទីអាហ្នឹងកាលបច្ឆេទដែលចូលប្រើប្រាស់ណាអញ្ចឹងយើងមើលថាខាងក្រោមនេះប្រភេទប្រព័ន្ធនៃគេប្រព័ន្ធ SMA235N អានេះប្រព័ន្ធ Android អញ្ចឹងប្រព័ន្ធ Android ហ្នឹងគឺគេចូលប្រើប្រាស់ថ្ងៃណាយើងមើលមកចូលប្រើប្រាស់2026ខែ1ថ្ងៃទី1ថ្ងៃពហុម៉ោង 10:29 រហូតដល់2026ខែ2ថ្ងៃទី13ថ្ងៃសុក្រម៉ោង 7:32 នាទីអាហ្នឹងបើសិនជាយើងឃើញអញ្ចឹងយើង log out ប្រព័ន្ធហ្នឹងមកព្រោះយើងអត់ស្គាល់ថារបស់ណាគេទេដែលលួចចូលប្រើរបស់យើងប៉ុន្តែកន្លែងនេះគឺជាប្រព័ន្ធទូរស័ព្ទរបស់ខ្ញុំទេខ្ញុំប្រើទូរស័ព្ទ2អញ្ចឹងខ្ញុំអត់ចាំបាច់លុបចេញក៏បានដែរប៉ុន្តែបងប្អូនឆែកទៅឃើញមានអញ្ចឹងហើយបងប្អូនប្រើតែទូរស័ព្ទមួយទេឃើញមានប្រព័ន្ធថ្មីដែលយើងអត់ធ្លាប់ស្គាល់យើងចុចកន្លែង log out នេះមកគេដាក់ថា Pro Out មានន័យថា log out ហ្នឹងគេហៅថាខ្មែរគេហៅចាក់ចេញលុបវាចេញតែភាសាអង់គ្លេសគេហៅ log out ហ្នឹងអញ្ចឹងយើងចុចកន្លែងហ្នឹងមកអញ្ចឹងខ្ញុំធ្វើការចុចលេខហ្នឹងលើកឧទាហរណ៍បងប្អូនបន្ទាប់មកបងប្អូនមើលកន្លែងពណ៌ខៀវនេះរកអាវហ្នឹងបងប្អូនចុចចេញមកចុចលើហ្នឹងមកបាទពេលយើងចុចរួចយើងនឹងបាត់ប្រព័ន្ធទូរស័ព្ទដែលបានចូលប្រើក្នុងកម្មវិធី Coupang ហ្នឹងហើយអញ្ចឹងនៅសល់តែមួយទេអញ្ចឹងយើងសល់តែមួយហ្នឹងគឺគេនឹងធ្វើការផ្ញើសារទៅកាន់ Gmail របស់យើងឲ្យយើងដឹងថាយើងបានលុបប្រព័ន្ធទូរស័ព្ទដែលប្រើប្រាស់នៅក្នុង Coupang នឹងមួយចោលហើយអញ្ចឹងយើងប្រើតែមួយទេហើយយើងបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាបន្តិចថាកន្លែងគេដាក់ថា Hyunjae Sayong Chung ហ្នឹងគឺសំដៅទៅលើប្រព័ន្ធទូរស័ព្ទដែលយើងកំពុងតែប្រើហ្នឹងកំពុងតែឆែកហ្នឹងអញ្ចឹងកម្មវិធីហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណបាយបាយជួបគ្នាវីដេអូតកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយផងណាដើម្បីខ្ញុំបានផលិតវីដេអូតជូនបងប្អូនបន្តទៀតអរគុណបាយបាយ